ហេតុអ្វីមនុស្សល្អឆាប់ស្លាប់ជាងមនុស្សអាក្រក់អ្នកធ្លាប់បានសង្ស័យអត់ថាហេតុអីមនុស្សល្អបែរត្រូវស្លាប់លឿនតែមនុស្សធ្វើអាក្រក់បែរនៅរស់រីករាយទៅវិញចម្លើយនេះព្រះធ្លាប់មានពុទ្ធដីកាបកស្រាយថាកម្មរបស់មនុស្សម្នាក់ៗមិនដូចគ្នាអ្នកខ្លះធ្វើបុណ្យមកច្រើននៅអតីតជាតិតែនៅជាតិនេះគេត្រឹមប្រើផលបុណ្យចាស់ឲ្យឆាប់អស់នៅពេលអស់ផលបុណ្យគេក៏លាចាកទៅទាំងស្ងប់ស្ងាត់មិនបាច់វិលវល់នៅក្នុងលោកីដែលមានតែទុកនេះទៀតអំឡុងពេលតែមួយមនុស្សអាក្រក់គេនៅមានជីវិតព្រោះតែកម្មអាក្រក់របស់គេមិនទាន់ហុចផលឲ្យគេនៅរស់ដើម្បីសាងបាបកម្មបន្តដោយអ្នកទោសដែលតុលាការមិនទាន់កាត់ក្តីត្រូវនៅក្នុងពិភពលោកមួយនេះដើម្បីទទួលផលដែលខ្លួនបានធ្វើឬដោយកត្តាមួយទៀតមនុស្សល្អចូលចិត្តបៀមទុកនៅក្នុងចិត្តដោយឈើបៀមទឹកមិននិយាយមិនស្ដីមិនរំខានមិនប៉ះពាល់អ្នកណាតែការតានតឹងការនឿយហត់ដោយសារតែសម្ពាយដែលគេត្រូវស្ពាយបានបំផ្លាញរាងកាយរបស់គេបន្តិចម្ដងដោយគេមិនដឹងខ្លួនលោកតាខ្ញុំធ្លាប់ប្រាប់ថាមនុស្សល្អលាចាកទៅលឿនមិនមែនព្រោះតែផលកម្មមិនល្អទេតែព្រោះផលបុណ្យរបស់គេនៅចិត្តនេះពេញហើយដូចជាផ្កាដែលក្រពុំបំផុតរមែងនឹងជ្រុះមុនគេជារឿងធម្មតាអញ្ចឹងហើយកុំគិតថាមនុស្សល្អស្លាប់លឿនគឺអយុត្តិធម៌តែវាអាចជារង្វាន់របស់ជីវិតដែលគាត់បានសម្រាកពីសេចក្តីទុក្ខមុនគេសូមឲ្យអ្នកចាំទុកទៅជីវិតមនុស្សយើងមិនបានវាស់ថាអាយុវែងយូរប៉ុណ្ណានោះទេតែវាវាស់ត្រង់ថាតើយើងបានធ្វើអំពើល្អច្រើនប៉ុណ្ណានៅអំឡុងពេលដែលយើងមានជីវិតនៅក្នុងលោកីដែលមានតែទុក្ខវេទនាមួយនេះសំណេរនេះវាវែងជាងនឹងតែខ្ញុំសង្ខេបខ្លីយកប៉ុណ្ណេះតែបើបងប្អូនចង់ស្ដាប់វែងអាចតាមទៅមើលបានក្នុង YouTube ដែលមានឈ្មោះសំឡេងនិងទេសភាពឬមួយ link នៅក្នុង profile បើសិនជាមានបងប្អូនគាំទ្រច្រើនក្នុង channel YouTube ខ្ញុំនឹងធ្វើវីដេអូសំឡេងបែបវែងជាច្រើនទៀតឲ្យបងប្អូនបានស្ដាប់